សូមស្វាគមន៍មកកាន់មេរៀន Laravel ជាភាសាខ្មែរហើយនេះគឺជាមេរៀនទី10ដែលខ្ញុំនឹងនិយាយអំពីរបៀបនៃការ update data បូកជាមួយនឹង flash section អញ្ចឹងមុននឹងចូលទៅកាន់មេរៀនរបស់យើងឥឡូវយើងចូលទៅមើលអ្វីដែលយើងបានធ្វើសិនលោកមុនយើងបានធ្វើ add យើងបានធ្វើ list ជាមួយ pagination ហើយយើងបានធ្វើ view ដែរអញ្ចឹងនៅក្នុងមេរៀននេះយើងធ្វើការប្រើប្រាស់ action edit នេះនៅពេលដែល action edit នេះអ្នកទាំងអស់គ្នាអាចមើលឃើញនៅក្នុងនេះបាននៅពេលដែលខ្ញុំ edit យើងនឹងទៅកាន់ link មួយដែលមានឈ្មោះថា edit ហើយបោះ ID វាទៅអូខេអញ្ចឹងនៅក្នុង code របស់យើងអាចចូលមកមើលនៅក្នុង route នៅក្នុង route នេះខ្ញុំបាន design តាំងពីចាប់ផ្ដើមដំបូងមកម្លេះគឺនៅពេលដែលយើងធ្វើការ edit គឺយើងបោះបោះ ID មកកាន់ URL មួយនេះអូខេអញ្ចឹងយើងនឹងធ្វើការនៅក្នុង method មួយដែលមានឈ្មោះថា edit អញ្ចឹងអ្នកទាំងអស់គ្នាទៅមើល method edit ទាំងអស់គ្នានេះគឺជា method edit វាអត់ទាន់មានតនន័យអីទេអូខេអញ្ចឹងយើងអាចធ្វើបានយើងគ្រាន់តែ copy method so នេះចាស់មកអូខេអញ្ចឹងយើង copy មកវាគ្រាន់តែជា method មួយដែលវាត្រូវការ ID អូខេហើយ ID នេះយើងអាចបោះតាមរយៈ parameter យ៉ាងមកអូខេអញ្ចឹងយើងបាន ID មកយើងមកធ្វើការសិក្សាប្រសិនបើវាផ្ទុយពី now អូខេហើយវាអត់ empty អញ្ចឹងយើងអាចយក ID ហ្នឹងយើងមក query ដើម្បីយក object មួយនឹងបានអូខេយើងសិក្សាលើ where អញ្ចឹងប្រសិនបើ object នឹងមានយើងគ្រាន់តែដូរលក្ខខណ្ឌនេះយើងបោះ object compact នេះទៅជា object ទៅកាន់ view ដែលយើងដូរទៅយើងចូលទៅក្នុង admin ចូលក្នុង status អូខេនេះគឺយើងត្រូវចូល admin ចូល status ចូល main ហើយនេះយើងចូលទៅដាក់ទៅ file មួយទៀតនេះឈ្មោះថា edit អូខេអញ្ចឹងខ្ញុំ save វាហើយបើករណីប្រសិនបើអត់មាន object នឹងអត់មានវាត្រូវ return ទៅកាន់ list វិញអូខេនេះគឺជា main .status html អូខេចុះឧទាហរណ៍ថាខ្ញុំអត់បានបង្កើត file អូខេខ្ញុំធ្វើការ refresh អូខេអញ្ចឹងខ្ញុំធ្វើការចុចនេះវាថាអីគេ error នេះវាប្រាប់យ៉ាងច្បាស់ថា main status main .edit underscore status នេះវាអត់ឃើញទេវាអត់ឃើញដោយសារយើងអត់បង្កើត file អូខេអញ្ចឹងយើងធ្វើការទៅបង្កើត file មួយវាគឺនេះគឺជា file ដែលយើងនឹងបង្កើតមែនតើទៅមិនចាំបាច់បង្កើតអីណាច្រើនខ្ញុំធ្វើការ copy មកអូខេខ្ញុំ copy នេះមកadd នេះទម្រង់ update វាស្តៀងគ្នាតែយើងធ្វើការដាក់វាទៅជាដូរប៉ុណ្នេះមក edit អូខេអញ្ចឹងយើងបាន file មួយដែលមានឈ្មោះថា edit អញ្ចឹងយើងសាកទៅមើលទៅរួចអត់អូខេទៅរួចហើយប៉ុន្តែតន័យហ្នឹងវាអត់ចេញហើយវាខុស edit ទួចអញ្ចឹងណាអូខេអានេះមិនក៏ចេញ edit វិញអូខេនេះ add ទៅហើយអូខេអញ្ចឹងអានេះយើងមក edit អូខេខ្ញុំនឹងដាក់នេះទៅជា edit អូខេខ្ញុំសាកមើលបើខ្ញុំឃើញវាជាខុសទម្រង់តិចអូខេយើងទៅ add អូខេនេះ add ត្រូវហើយខ្ញុំ back ទៅវិញយើងទៅ edit អូខេយើងបាន edit ហើយអូខេ edit វាមានដូចគ្នាគឺ edit title edit description ដូចគ្នាអញ្ចឹងនៅក្នុង edit នេះយើងធ្វើការទៅមើលតិចអូខេនៅ edit នេះយើងនៅតែមានដដែលគឺយើងមាន section សម្រាប់បង្ហាញដដែលអូខេ flash section តែសំខាន់ value នេះយើងធ្វើការ change ពីព្រោះអីយើងបាន boss object មួយចេញពី controller របស់យើងនេះ object នេះអញ្ចឹង object នេះវានឹងតាំងនៅក្នុងឈ្មោះថា status អញ្ចឹងយើងនឹងតាំងនៅក្នុងឈ្មោះ status ហើយ access ទៅយកគេយើងមើលទៅក្នុង controller ទាំងអស់គ្នាអ្នកទាំងអស់គ្នាបានធ្វើ add ជាមួយខ្ញុំមួយហើយថា object ដែលវានឹងបោះចេញទៅគឺវានឹងឈ្មោះថា status title ប៉ុន្តែឈ្មោះដែលយើងតាំងចេញពី form មកគឺយើងឈ្មោះថា tt name tt description ប៉ុន្តែបើពេល object ដែលវាបោះទៅគឺ status title status description អញ្ចឹងខ្ញុំ copy វាអូខេខ្ញុំ access មក status title ខ្ញុំ copy មួយទៀតមកអូខេខ្ញុំដាក់ចូលមកក្នុង description ដូចគ្នានៅក្នុង description នេះគឺយើងដាក់ចូលនៅក្នុងនេះមកអូខេហើយខ្ញុំ copy ទៀតមកគឺ status description អូខេខ្ញុំធ្វើការ save វា
okayហើយខ្ញុំទៅការទៅ refresh page ម្ដងទៀត okay យើងបានតិនន័យដែលយើងបោះចេញមកពី controller ឧទាហរណ៍ថាខ្ញុំអាចតេស្តបានឧទាហរណ៍ខ្ញុំដាក់តែ15តិនន័យនេះអត់មានទេ okay នេះគឺវាទៅវិញគឺវាត្រូវទៅ list វិញដោយសារអីដោយសារនៅក្នុង controller របស់យើងនេះយើងបាន check វិញហើយប្រសិនបើអត់មាន okay ថតនេះប្រសិនបើ ID មានប៉ុន្តែប្រសិនបើតិនន័យនឹងអត់មានក៏វាទៅនេះដែរវាត្រូវតែរួញទៅ list ចេញវិញ okay អញ្ចឹងយើងបានធ្វើ show okay យើងបានធ្វើ edit ខ្ញុំទោះខ្ញុំបានធ្វើ edit រួចហើយ okay តមកទៀតយើងនឹងធ្វើ function update okay ប៉ុន្តែមុននឹងធ្វើ function update យើងធ្វើការធ្វើ view នេះអស់តិចទៅមែនតើទៅយើងអាចធ្វើពីហ្នឹងពីណាមុនក៏បានដែរឥឡូវខ្ញុំធ្វើការសូមធ្វើការធ្វើនៅក្នុង controller នេះចុះមុនចុះនៅក្នុង function update នេះវាអត់ទាន់មានអីទេយើងធ្វើការលុប ID ចោលអូខេដោយសារតែពេលដែលយើងបោះទាំង ID មកយើងតោះនេះយើងលុប ID ចោលទៅអូខេអ្នកនរគ្នាអាចមើលបានថាម៉េចបើខ្ញុំលុប ID ចោលដោយសារនៅក្នុង function update នេះខ្ញុំធ្វើការប្រើប្រាស់ method post អូខេខ្ញុំបោះតែ update នេះមកវានឹងទៅការ update អញ្ចឹងនៅក្នុង update នេះវានឹងធ្វើការចាប់ដើមដំណើរការអូខេអញ្ចឹងខ្ញុំមិនចាំបាច់ទៅខ្វាយខ្វល់អីទៀតទេអូខេអញ្ចឹងមុននឹង update បានដូចគ្នាយើងធ្វើការ copy នេះមក method ហ្នឹងភាគច្រើនខ្ញុំប្រើគ្រប់កន្លែងអូខេយើងបានមួយក៏ប៉ុន្តែយើងអត់យកចេញពី ID ឆាយទេគឺយើងប្រើយកចេញពី request នេះអូខេ request នេះខ្ញុំធ្វើការ request យកមកអញ្ចឹង request យកមកពីអីនៅក្នុង edit នេះគឺខ្ញុំនឹងបង្កប់hidden field មួយនេះយើងមាន hidden មួយដែលមានឈ្មោះថា token អញ្ចឹងខ្ញុំក៏បង្កប់មួយទៀតដែរគឺខ្ញុំបង្កប់ទៅអូខេជា hidden field name របស់វាគឺ TID អូខេហើយ value របស់វាអត់យក token ទេគឺយើងនឹងយកចេញមកពីនេះអូខេយកចេញពីនេះគឺ object ដែលយើងបោះមកពី controller មិញហ្នឹងនេះឈ្មោះថាអីយើងអាចទៅមើលវិញបានបើសិនមកអត់ចាំនៅក្នុងនេះគឺឈ្មោះថា TT status TTID អូខេចាំតាមខ្ញុំចាំគឺ status ID អូខេ status ID ខ្ញុំអត់ច្បាស់ដែរខ្ញុំធ្វើការ refresh មួយទៅព្រោះវា error វាខុសហើយយើងអាចមើលបានបិទវាទៅខ្ញុំបិទនេះចោលសិនទៅខ្ញុំធ្វើការបិទនេះអូ sorry យើងយកនេះហើយយើងយកអានេះមកខាងក្រោមវិញមកអូខេហើយយើងដោះនេះចោលទៅអូខេអញ្ចឹងនេះយើងអាចធ្វើការ check មើលបានថា field ហ្នឹងមានអីគេខ្លះអូខេនេះយើងទទួលបានtoken ហើយនឹងតម្លៃ value TTID អូខេ perfect អញ្ចឹងយើងអាចធ្វើការ request យក TTID នេះបានអូខេដែលយើងនឹងយកវាដាក់ចូលមកក្នុង request ID របស់យើងនេះអូខេអញ្ចឹងយើងបានមួយអញ្ចឹងយើងអាចធ្វើការសិក្សាបានយើងចែក if មកអានេះយើងអាចវាយមួយលេងចឹងមកអូខេ if អូខេខ្ញុំអូខេ sorry អូខេខ្ញុំធ្វើការបិទបើកលក្ខខណ្ឌរបស់វាមកអូខេប្រសិនបើ ID នេះអូខេ MT អូខេយើងចែក MT នៃ ID ហ្នឹងអូខេប៉ុន្តែខ្ញុំចង់បានផ្ទុយអូខេបើសិនបើវាអត់ MT ទេគឺឲ្យវាធ្វើការហើយ return វាទៅអូខេ return វាទៅកាន់ method មួយដែលយើងធ្លាប់ប្រើពីមុនមកអូខេនេះគឺ dispatch អូខេគឺឲ្យវាទៅ form វិញអូខេអូខេចឹងទៅអូខេយល់អូខេយល់បើសិនបើ ID នៅអត់មានទេឲ្យវាទៅណានេះគឺទៅនេះអូខេទៅ return redirect ទៅកាន់ list វិញអូខេអញ្ចឹងវានឹងទៅ list វិញអញ្ចឹង update យើងនឹងធ្វើនៅក្នុងនេះអូខេយើងដាក់ថា update process here អូខេអញ្ចឹងយើងចាប់ផ្ដើមទៅសេកด update របស់យើងអូខេអញ្ចឹងយើងទៅ object connection របស់យើងមកobject connection នេះគឺជា object connection ដែលយើងបាន inject រួចហើយនេះគឺ this status អូខេ inject តាមពីលើមកបាទ this status
ok tao một tiết dương vẽ để vẽ này dương thôi cả đã được gọi đòn đấy cô ta copy cho nó lên nhé okay. Vẽ miền sáng nhé chi viên cả khó ok vẽ start ID rồi bài địa về châu dương pra ok dương pra mày sợ mối để mình chúng ta update ok ok update cứ update trong món tao mà tiết vì chỉ mày sợ dương bật bạc về bên trong máu ok nó không update đấy vì cứ chỉ array thế ok nhân tân lẹ về trong máu rồi sao vì chỉ array dương có đo tờ lại ở về tới ok nhôm thép bị bày mà sửa mở ok đo tầm lại về tới hai này dân cư dân pra thì khỏe đại vì ok nâng ấy nhé ok nếu dân đại trời mà cứ vì miền này cái khác cứ vì miền tới tam này đã nè cái bật copy này mó nhung copy tới số chiến ok cái bật mình copy ấy nhung trong màn nè ok nhung ở trong là sẽ chớ nhung copy đã cho này ok trắng thầm má ok dương thuộc cả copy này tiết ok toàn vó này ok copy tiết ok trang dương bàn 7 trang dương thời cá một tỷ đôi chỉ ram ok ram ok chân nhôm ta copy tiết máu nhôm bật thì sẽ tới cái bài scroll cho đàn phế nên nhôm bật là thế ok chân description ok description như là một description to một tiết Osher ok Osher đôi chim 300 update các bạn đã bị phụ thàวันnàyยังđã tới tiết đời xa dương thuộc cả log in để cho mùi nâng section này chẳng nè nhưng trong cái thôi nâng tiết tới update thịt ad ok update vía ok update thịt ad đối chi ở hỏi phần nâng họ dương min status một tiền đấy min status một tiền ok min status một tiền đi cái chiếc status chắc ok sửa đã viên là lớn là status đấy cái chân những bạn nói những sợi này sẽ thì mất cái này sao những copy về asma thì thế ok perfect chứ như đang update status ok cùng tới những auto những xong auto thì sao nâng ấy cái những thuộc copy này đặt lời mà đã bắt đầu description rồi chứ và những bật được một chờ đấy ok chắc là không năng vi thời cả phần nắng ok nhưng anh mơ bán vì cái chi query sẽ nhận update mình thay dương trong update tuần đấy table title description status status này dương thuộc cả này bảo đá hay author này dương thuộc cả đã vừa tới default nhưng đã thà admin dừng tới ok rồi để nếu nhưng đã disdate mà ok rồi sao dương bạn check pillar máu đi ta xem cái này mấy dương bạn check pi contractor bao dương máu chắc nhưng nó đã disdate ok top một tiết UGI ấy disdate và vậy sầm khán cứ nè anh ấy dương do màu bên này anh ấy cái dương do màu không form edit bao giờ đấy là nó không form edit đấy dương nâng miền thì chỉ ném ok dương nâng đã thì ném dương nâng đã thì description ok thì description dương nâng miền môi tiết cứ thì status ok ok xong mọi thằng phần nắng to mà tiết rồi sân mà update chuột cháy vào đây này của các bạn chuột cháy chứ nhưng thời cả flash section mùi mà ok flash section nhung copy store mà đích nghĩa ok flash section viết nâng thuộc cả box section message rồi nhưng hoàn toàn đã thả update success ok update success ok chẳng mẹ tha message update bao giờ cứ sẽ phần nắng ok một miền error dân cả bài tiết ok chắc nhầm xéo nhưng mà thôi cả một mưa nực này càng chìm ở với đây nè tao thấy bạn khởi nói thà ai chìm ở bao giờ ban tranh và phần này hỏi cứ về miền thái thó hỏi năng về miền
មួយទៀតគឺ description ប៉ុន្តែខ្ញុំត្រូវការមួយទៀតគឺ status អញ្ចឹងខ្ញុំ copy មកអូខេ copy មួយណាក៏បានដែរឥឡូវថា copy នេះចុះអូខេ copy ផងក្រុមមួយទៀតមកដាក់ពីក្រោមវាអូខេនៅក្នុង form group នេះយើងអត់យកនេះទេអូខេប៉ុណ្នេះហើយយើងដាក់ថា status អូខេអូខេ perfect នៅក្នុង status ហ្នឹងយើងនឹងធ្វើជា select អូខេចេញមួយទៀតហើយគឺ status ហើយយើងអាចកែនេះឲ្យទៅmethod របស់យើងគឺ store ណាupdate ណាអូខេយើងដាក់ថា update អញ្ចឹងនៅពេលដែល post មកយើងកែនេះឲ្យទៅវាទាំងទៅ update man update អូខេការពារនោះ click គឺ wall យកហើយអានេះគេ click ក៏ wall យកដែរហ្នឹងការពារមែនតើណា form rule នេះគឺដូចជាមិនបញ្ហាទេអានេះសិតប្រើប្រាស់ជាមួយនឹង jQuery ទេគឺអត់ដាក់ក៏បានដែរអូខេអត់បញ្ហាទេអូខេយើងទៅវិញហើយបតុង clear នេះក៏ខ្ញុំគិតថាយើងមិនបាច់ដាក់ដែរអូខេនៅក្នុង update គឺអត់ឲ្យ clear ទេអូខេ submit back នេះឲ្យបានហើយនេះក៏ខ្ញុំបាច់ដាក់ដែរយើង clean វាអត់ចោលចុះអូខេ good ជាងនឹងទៅសេបន្ថែមនៅក្នុង status នេះដើម្បីឲ្យរៀងងាយស្រួលយល់ចង់ដឹងថា status នេះយើងមានអីគេខ្លះនេះខ្ញុំចង់ឲ្យចូលទៅមើលនៅក្នុង DB តិចអូខេដោយសារនៅក្នុង DB នេះយើងអាចនឹងអត់យល់ហើយឆ្ងល់ថាវាជាអីគេអូខេខ្ញុំចូល PHP admin របស់ខ្ញុំយើងចូលទៅកាន់ database របស់យើងដែល database របស់យើងមានឈ្មោះថាLaravel អូខេមួយនេះហើយយើងមាន status sorry status អូខេហ្នឹងហើយ status នេះវាមាន field នេះមួយនេះដែលមានឈ្មោះថា status នេះហើយ field ហ្នឹងខ្ញុំបានកំណត់ថាប្រសិនបើវាមួយគឺវា active flag ឯងវាជា flag ឯងអ្នកនរគ្នាស្គាល់ flag អត់ក៏ពិតវាមាន title វាមាន description ប៉ុន្តែវាមាន flag ខ្លួនវារបស់វាមួយទៀតដើម្បីបង្ហាញថាមួយ row ហ្នឹង active ឬក៏ deactive ហើយខ្ញុំបាន design ថាបើសិនបើវាមួយគឺវា active ហើយបើវា0គឺវា deactive អញ្ចឹងយើងនឹងធ្វើការបង្កើត select នៅក្នុងនេះអូខេ select ហ្នឹងយើងទៅសេទៅអូខេគឺយើងកាត់ select អូខេដែល select នេះយើងនឹងដាក់ name ឲ្យវាឈ្មោះថា name ហ្នឹង name អី name នេះយើងបាន design ក្នុង controller វិញហើយគឺ TXT status អូខេដាក់ដូចគ្នាជិះវាការ cost អូខេជា status ហើយ class របស់វាស្មើជា form control អូខេប៉ុណ្ណឹងហើយយើងប្រើ if មួយជា plate template if អូខេបើសិនបើយើងដឹងថាយើងបោះ object នេះមួយមកអូខេ object នេះគឺយើងបោះមកបើសិនបើយើង access ទៅយក status ស្មើ0អូខេប្រសិនបើវាស្មើ0ហើយអត់អូខេ sorry ប្រសិនបើវាស្មើ0អញ្ចឹងយើងបង្កើត option ឲ្យវា option អូខេយើងបិទ option មកវិញមកអូខេដែល option ហ្នឹង value វាមាន value របស់វា value របស់វាគឺស្មើ0អូខេហើយខ្ញុំធ្វើការដាក់វាទៅជា selected ហើយវាមានឈ្មោះថា delete អូខេហើយខ្ញុំធ្វើការ copy មួយទៀតលេខ1ថា active អូខេgood មួយទៀតមកអូខេករណី copy លក្ខខណ្ឌយើង say il អូខេ copy លក្ខខណ្ឌគឺខ្ញុំនឹង change វាវិញអូខ
cứ nhôm ao sorry lại ní select thích tầm muối đấy nè không nhận lắm nhôm năng ai đâu vì mà cứ select thiệt này mình ok chẳng mà vì smartphone cứ kia select thích là delete ok chẳng mà vì smartphone thế cứ vì select thích là nông active này mình nó những and if nó ok and if ok error thôi cả refresh mua dừng tới ok ní mạch bàn việc select thích là active dataในក្នុង data របស់យើងនេះគឺវាលេខ1ចុះយើងសាកចូលទៅមើលតន័យរបស់យើងវិញមកតន័យរបស់យើងគឺមាន status ច្រើនចុះខ្ញុំច្រឡំ database បងប្អូនLaravel tutorial នេះណាអូខេខ្ញុំច្រឡំ database ហើយនេះ database របស់ខ្ញុំផ្សេងគឺខ្ញុំចូលទៅក្នុង status អូខេចុះខ្ញុំសាក change នេះទៅលេខ0អូខេដើម្បីតេស្តលក្ខខណ្ឌហ្នឹងគឺខ្ញុំបាន change active ចុះខ្ញុំចូលទៅ record ទី2ខ្ញុំចុច edit អូខេអញ្ចឹងវាចេញ delete perfect អញ្ចឹងវាដើររួចអស់ហើយដូចជាអស់ហើយអញ្ចឹងយើងអាចធ្វើការ click cell សាកលើមើលមានបញ្ហាអត់មានបញ្ហាទេយើងអាច change status នេះទៅអូខេវា success update success យើង refresh នៅក្នុង database របស់យើងមកអូខេមួយចុះខ្ញុំធ្វើការចូលទៅក្នុង view នេះវិញហើយឧទាហរណ៍ថាខ្ញុំនឹងចង់ update dd នេះអូខេយើង update dd ខ្ញុំ update ទៅជាច្រើនអូខេហើយនេះខ្ញុំដាក់ថា dc ច្រើនជាឈ្មោះរបស់ខ្ញុំហើយខ្ញុំ update វាទៅជា delete អូខេខ្ញុំ save អូខេខ្ញុំ back មកវិញដើម្បីមើលនេះយើងទទួលបានគឺច្រើនជា status delete also បាន update យើងអាច view មើលអូខេ this ច្រើន this ច្រើន status វា0គឺមានន័យថា delete អូខេ create ដើម្បីនេះអូខេខ្ញុំ back ទៅវិញអូខេអញ្ចឹងយើងបានធ្វើការបង្កើត function update អូខេបានជោគជ័យហើយអ្វីដែលសំខាន់ខ្ញុំនឹងធ្វើការ commit វាចូលទៅក្នុង git អូខេពីវីដេអូមុនមកដូចជាខ្ញុំអត់បានបន្ថែមឬក៏អត់បាន record តាក់ទងមួយការ commit ទៅក្នុង git ហើយខ្ញុំបាន check មើលវិនាទីតិចវារៀងច្រើនដែរអញ្ចឹងខ្ញុំនឹងភ្ជាប់វីដេអូក្រោយមួយទៀតតាក់ទងមួយការ commit នៅក្នុង git ហ្នឹងឲ្យយើងមើលតង់ទៀតអញ្ចឹងវីដេអូនេះចំពោះការវីដេអូនៃការធ្វើ update សូមអរគុណសូម subscribe ជួយ subscribe នៅលើ YouTube channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីៗហើយសូមអរគុណចំពោះការតាមដាននៅវីដេអូនេះ